ថាខុសត្រូវកែប្រែភ្លាមមិនបាច់ចាំស្អែកនោះទេជាការពិតណាស់ក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ការដើរផ្លូវខុសឬក៏ការបង្កើតកំហុសគឺជារឿងរ៉ាវដែលយើងទាំងអស់គ្នាមិនអាចជៀសផុតបានទេគ្មានបុគ្គលណាម្នាក់ដែលកើតមកល្អឥតខ្ចោះដោយភាពមិនដែលធ្លាប់ខុសឆ្គងនោះឡើយបញ្ហាពិតប្រាកដគឺជាការដឹងខុសហើយមិនព្រមកែតែព្យាយាមលាក់បាំងកំហុសរបស់យើងទៅវិញការដឹងខ្លួនខុសហើយប្រញាប់កែប្រែគឺជាសញ្ញាមួយនៃភាពចាស់ទុំនិងជាគុណសម្បត្តិដ៏ល្អប្រសើរបំផុតសម្រាប់មនុស្សយើងម្នាក់នៅពេលដែលយើងធ្វើខុសហើយយើងហ៊ានទទួលស្គាល់វានៅចំពោះមុខខ្លួនឯងនិងចំពោះមុខអ្នកដទៃវាមិនមែនជាការបង្ហាញពីភាពទន់ជ្រាយឬការបាក់មុខមាត់របស់យើងនោះទេប៉ុន្តែវាគឺជាភាពក្លាហានរបស់យើងថាយើងជាមនុស្សម្នាក់ដែលហ៊ានទទួលយកការពិតភាពខ្ពង់ខ្ពស់របស់មនុស្សមិនមែនស្ថិតនៅលើការមិនដែលធ្វើខុសសោះឡើយប៉ុន្តែវាស្ថិតនៅលើសមត្ថភាពក្នុងការក្រោកឈរឡើងវិញក្រោយពេលដែលយើងដួលនិងការរៀនសូត្រអំពីកំហុសរបស់យើងទាំងអស់ដើម្បីកុំឲ្យវាកាត់ឡើងជាលើកទី2ផ្ទុយទៅវិញអ្វីដែលគួរឲ្យសោកស្ដាយបំផុតនៅក្នុងសង្គមឬក៏កន្លែងការងារមួយចំនួនគឺយើងតែងតែជួបតែដងជាមួយនឹងប្រភេទមនុស្សដែលដឹងថាខ្លួនខុសហើយប៉ុន្តែបែរជាមានអំនួតរឹងរូសមិនព្រមទទួលយកនៅការពិតអ្វីដែលខ្លួនឯងធ្វើខុសមនុស្សប្រភេទនេះច្រើនតែប្រើប្រាស់ល្បិចកលឬក៏រកវិធីសាស្ត្រផ្សេងៗដើម្បីទម្លាក់កំហុសឲ្យអ្នកដទៃទៅវិញឬដើម្បីយករួចខ្លួនមួយគ្រាការដោះសារបែបនេះប្រៀបដូចជាការយកសម្រាមមកគ្របទុកអញ្ចឹងវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានឡើយតែវាកាន់តែធ្វើឲ្យតម្លៃផ្ទាល់ខ្លួនធ្លាក់ចុះថែមទៀតនិងបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួនបើកាលណាយើងបណ្ដោយឲ្យស្អែកខ្លាយជាលេសក្នុងការកែប្រែខ្លួនឯងនោះយើងនឹងគ្មានថ្ងៃបានខ្លាយជាមនុស្សល្អប្រសើរជាងមុនឡើយសរុបមកកំហុសគឺជាមេរៀនដ៏មានតម្លៃបំផុតប្រសិនបើយើងចេះប្រើប្រាស់វាជាឈ្នន់សម្រាប់ឈានទៅរកភាពជោគជ័យការទទួលស្គាល់កំហុសភ្លាមៗជួយឲ្យយើងចំណេញពេលវេលាជួយរក្សានូវកិត្តិយសនិងកសាងនូវសេចក្តីថ្លៃថ្នូររបស់យើងកុំឲ្យកំហុសតូចខ្លាយជាស្រមោលខ្មៅតាមឡងយើងពេញមួយជីវិតណាព្រោះតែភាពរឹងរូសមិនព្រមកែប្រែភាពក្លាហានពិតប្រាកដមិនមែនជាការឈ្នះអ្នកដទៃដោយសម្ដីដោះសារឡើយប៉ុន្តែគឺជាការឈ្នះលើអំនួតរបស់ខ្លួនឯងហើយហ៊ាននិយាយថាខ្ញុំខុសហើយខ្ញុំនឹងព្យាយាមធ្វើវាឲ្យល្អប្រសើរឡើងស្វែងរកចំណុចល្អក្នុងភាពបរាជ័យជាការពិតណាស់ក្នុងអាជីពជាអ្នកធ្វើការងារនិងការធ្វើអាជីវកម្មដែលពោរពេញទៅដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្នគ្មាននរណាម្នាក់ឬស្ថាប័នណាមួយដែលអាចជៀសផុតពីភាពបរាជ័យបានឡើយភាពខុសគ្នារវាងស្ថាប័នដែលរីកចម្រើនខ្លាំងនិងស្ថាប័នដែលដួលរលំមិនមែនស្ថិតនៅលើចំនួនដងនៃកំហុសនោះទេប៉ុន្តែស្ថិតនៅលើរបៀបដែលពួកគេឆ្លើយតបទៅនឹងកំហុសដែលបានកើតឡើងទាំងនោះភាពជោគជ័យនិងភាពបរាជ័យគឺជាលទ្ធផលពីរដែលអមនៅខាងយើងជានិច្ចប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការចេះទាញយកថាមពលពីភាពបរាជ័យនោះមកជាឈ្នន់ដើម្បីរុញច្រានខ្លួនឯងឲ្យកាន់តែមានភាពខ្លាំងជាងមុនក្នុងបរិបទការងារជោគជ័យបង្កើតនៅមោទនភាពកម្លាំងចិត្តនិងភាពជឿជាក់មកលើយើងវាប្រៀបដូចជាប្រេងឥន្ធនៈដែលជួយឲ្យបុគ្គលិកចង់បន្តទៅមុខទៀតមិនឈប់ឈរការបរាជ័យក្នុងគម្រោងណាមួយគឺជាការបង្ហាញប្រាប់យើងថាវិធីសាស្ត្រនេះមិនដើរទៅមុខនោះទេដែលតម្រូវឲ្យយើងច្នៃប្រឌិតវិធីថ្មីឬស្វែងរកគំនិតថ្មីចូលឈប់មើលភាពបរាជ័យក្នុងន័យអវិជ្ជមានដែលមកបង្ហាត់ឬក៏បង្អាក់ដំណើរប៉ុន្តែត្រូវមើលវាជាគ្រូដែលមកជួយតម្រង់ទិសយើងវិញបងប្អូនរួមការងារទាំងអស់គ្នាសូមកុំខ្លាចក្នុងការធ្វើខុសប៉ុន្តែត្រូវខ្លាចក្នុងការមិនបានរៀនសូត្រពីអ្វីសោះឬក៏ពីកំហុសនោះបើអ្នកទាំងអស់គ្នាបរាជ័យនៅថ្ងៃនេះវាមិនមែនជាទីបញ្ចប់នៃអាជីពរបស់អ្នកទាំងអស់គ្នាទេប៉ុន្តែវាគឺជាសញ្ញាប្រាប់ថាអ្នកកំពុងតែឈានគៀកនឹងវិធីសាស្ត្រដែលត្រឹមត្រូវជាងមុនចូលដកដង្ហើមឲ្យវែងរក្សាភាពវិជ្ជមានក្នុងចិត្តហើយបំលែងរាល់ការខកបំណងរបស់យើងទាំងអស់គ្នាឲ្យទៅជាថាមពលនៃការតស៊ូ